បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកនរគ្នាអំពីរបៀបប្រើប្រាស់រូបមន្តមួយទៀតគឺរូបមន្ត round down បាទរូបមន្ត round down ហ្នឹងគឺគេប្រើដើម្បីបង្កើតលេខដែរប៉ុន្តែគេប្រើដើម្បីបង្កើតចុះបាទទោះបីជាលេខនៅខាងស្ដាំខ្ទង់ដែលត្រូវបង្កើតហ្នឹងជាលេខតូចក្តីជាលេខធំក្តីគឺយើងបង្កើតចុះរហូតណានៅពេលដែលយើងប្រើរូបមន្ត round down អូខេឥឡូវយើងទៅមើលទ្រង់ទ្រាយរបស់រូបមន្តហើយនឹងការប្រើប្រាស់របស់វាមើលបាទនេះគឺជារូបមន្ត round down បាទដែលមានសញ្ញាស្មើយើងសេ round down មកបើវងខ្ចក់parameter មាន2ទេគឺទី1គឺ number comma មក parameter ទី2គឺ num digit ហើយបិទវងខ្ចក់មួយមកបាទរបៀបប្រើប្រាស់ round down គឺប្រើដើម្បីបង្កើតលេខចុះជានិច្ចបាទកាលណាបើយើងប្រើរូបមន្ត round down មិនន័យថាយើងប្រើដើម្បីបង្កើតលេខកត់ចុះហ្នឹងឯងទោះបីជាលេខនៅខាងស្ដាំខ្ទង់ដែលត្រូវបង្កើតហ្នឹងលេខធំក៏ដោយក៏កាលណាយើងប្រើរូបមន្ត round down គឺវាចុះរហូតណា number នេះ number នេះបាទជាតម្លៃលេខដែលយើងចង់បង្កើតបាទចំណែក num digit នេះគឺចំនួនខ្ទង់ដែលត្រូវបង្កើតបាទយើងបង្កើតខ្ទង់ណាគឺយើងដាក់នៅក្នុង num digit ហ្នឹងឯងឥឡូវយើងមើលចំណាំណាបើ num digit នេះ num digit ជាលេខវិជ្ជមានគឺយើងត្រូវបង្កើតខ្ទង់ទស្សភាគបានន័យថាបង្កើតខាងស្ដាំក្បៀសគឺបង្កើតចាប់ពីខ្ទង់ភាគ10បាទបើ num digit ជាលេខ0គឺបង្កើតទៅជាលេខគត់ជិតបំផុតគឺបង្កើតនៅខ្ទង់រាយណាបើ num digit ទី3បើ num digit នឹងជាលេខអវិជ្ជមានបានន័យថាលេខដែលមានសញ្ញាដកអញ្ចឹងបង្កើតផ្នែកគត់បាទគឺបង្កើតចាប់ពីខ្ទង់10បាទអូខេឥឡូវយើងទៅអនុវត្តនៅលើ Excel ទាំងអស់គ្នាមើលបាទនេះគឺជាតារាងឧទាហរណ៍ដើម្បីប្រើប្រាស់រូបមន្ត round down ណាបាទអូខេឥឡូវយើងខ្ញុំមានលេខ number នេះជា number លេខដែលត្រូវបង្កើតចំណែកនេះគឺជា num digit មានចំនួនខ្ទង់ដែលត្រូវបង្កើតអូខេឥឡូវខ្ញុំដាក់រូបមន្តកន្លែងនេះខ្ញុំសេសញ្ញាស្មើ round down បាទ round down ហើយយើងមើល round down បើកញ្ចក់ parameter ទី1នេះគឺ number យើងដឹងហើយគឺលេខដែលយើងចង់បង្កើតយើងសរសេរលេខនេះចូលក៏បានណាបាទឬក៏យើងយកមកមួយចុចនៅលើលេខហ្នឹងក៏បានដែរណាអត់អីទេបាទចុចមកទៅមកបន្ទាប់ពីណាំមកគឺ comma 1 comma បន្ទាប់មកទៀតគឺ num digit គឺខ្ទង់ដែលយើងចង់បង្កើតខ្ទង់ណាឥឡូវនេះយើងខ្ញុំមកបានសរសេរចូលទេឥឡូវខ្ញុំសរសេរជា cell reference គឺ C4 អាកន្លែងនេះគឺលេខ0ណាអាកន្លែងនេះគឺលេខ0តែដោយសាររូបមន្តវាជឿនអញ្ចឹងខ្ញុំអត់អាចយកមកចុចបានទេគឺខ្ញុំសរសេរតែម្ដងគឺ C4 ណា C4 សេម C4 ហើយបិទវងខ្ចក់មកវិញមក enter អូខេយើងមើលអូខេឥឡូវយើងខ្ញុំមិនបានសរសេរបន្តទៀតទេឥឡូវខ្ញុំអូសវាតែម្ដងបាទយកមកដាក់ cursor មកដាក់ខាងស្ដាំខាងក្រោមនេះមកចេញសញ្ញាបួកទូចនេះមកយើងចុចមកឆ្វេងឲ្យជាប់ហើយអូសទៅក្រោមមកបាទយើងមើលអញ្ចឹងយើងមើលលទ្ធផលណានេះគឺរូបមន្ត round down
បើយើងសរសេរជាសរសេរចូលលេខចូលតែម្ដងគឺសរសេរនេះ2785 253 ខុំម៉ាមកលេខ0មិនណាលេខ0នេះគឺជាnămវិជិតមិនណាយើងបង្កត់នៅខ្ទង់ទង្រាយឬខ្ទង់ដែលគៀកនឹងក្បៀសបំផុតណាបើន័យថាបង្កត់លេខ5គៀកនឹងក្បៀសហ្នឹងអញ្ចឹងបើយើងបង្កត់លេខ5ផ្នែកខ្ទង់រាយបាទអញ្ចឹងក្រោយលេខ5នេះគឺ0ទាំងអស់នេះនៅសល់តែ2785ទេនេះ2785ដោយសារអីដោយសារយើងបង្កត់ចុះរូបមន្តរ៉នដូនគឺបង្កត់ចុះបាទអូខេឥឡូវយើងមើលឧទាហរណ៍ទី2បាទយើងបង្កត់នៅខ្ទង់ភាគ10បាទនេះបង្កត់នៅខ្ទង់ទស្សភាគនេះបង្កត់លេខ2អញ្ចឹងបើបង្កត់លេខ2ខ្ទង់ដែលនៅខាងស្ដាំលេខ2ហ្នឹងគឺ0ទាំងអស់បាទលេខ5ក៏0លេខ3ក៏0លេខ2អត់ឡើងទេដោយសារអីដោយសាររូបមន្តគឺរូបមន្តរ៉នដូនអញ្ចឹងរូបមន្តបង្កត់ចុះអញ្ចឹងលេខ5លេខ3នេះគឺ0នៅសល់តែលេខ2មួយបាទចំណែកឯណាំឌីជីតលេខ2វិញបើន័យថាបង្កត់នៅខ្ទង់រយបង្កត់លេខ3បង្កត់លេខ5លេខ5អញ្ចឹងលេខ3នេះ0បាទនៅសល់តែលេខ5ទេបាទដល់ណាំឌីជីតលេខ3ណាំឌីជីតលេខ3គឺវត្តតងរយបង្កត់លេខ3បង្កត់លេខ3យើងមើលគឺនៅ3ដដែលណាអូខេឥឡូវយើងមកមើលណាំឌីជីតជាលេខអវិជ្ជមានវិញឥឡូវមើលកាលណាបើណាំឌីជីតជាលេខអវិជ្ជមានយើងបង្កត់នៅផ្នែកគត់គឺបង្កត់ខាងឆ្វេងក្បៀសអូខេឥឡូវយើងមើលណាំឌីជីត11បាទខ្ទង់ដែលត្រូវបង្កត់11បានន័យថាយើងត្រូវបង្កត់នៅខ្ទង់10បាទណារាយ10គឺបង្កត់លេខ8គាត់លេខ8ខ្ទង់ដែលនៅខាងស្ដាំលេខ8ទាំងអស់គឺត្រូវតែ0បាទនេះ0បាទណាំឌីជីត12គឺបង្កត់នៅខ្ទង់រយគាត់លេខ7លេខ8 0លេខ5 0 0ទាំងអស់បាទណាអត់ឲ្យហូហែមកដូចគ្នាមកក្រោមបាទនេះយើងមើលសេចក្តីបញ្យល់ពីខាងស្ដាំហ្នឹងគឺបញ្យល់ហ្នឹងហើយមកថា0ហ្នឹងគឺយើងបង្កត់នៅលេខគាត់ចិត្តបំផុតចិត្តបំផុតឬក៏ហៅថាបង្កត់ខ្ទង់រាយបើសិនថាណាំឌីជីតជាលេខ1យើងបង្កត់ខ្ទង់ភាគ10ហើយមកខាងផ្នែកទស្សភាគវិញណាំឌីជីតលេខ2គឺបង្កត់នៅខ្ទង់ភាគរយបាទលេខ3ខ្ទង់ភាគប៉ុនដល់ដកវិញណាអវិជ្ជមាន11វិញបង្កត់នៅខ្ទង់10 12គាត់ខ្ទង់រយហើយនឹង13គាត់ខ្ទង់ប៉ុនបាទនេះគឺជាការប្រើប្រាស់រូបមន្តរ៉នដូនបាទគឺរូបមន្តបង្កត់ចុះបាទគឺចុះជានិច្ចមានតែត្រឹមនេះបាទសូមអរគុណសម្រាប់ការតាមដានទស្សនា